ចាវីដេអូថ្ងៃនេះចូលរួមបកស្រាយតាក់ទងនឹងសំណួរមួយដែលខ្ញុំបានសួរកាលពីសប្តាហ៍មុនហ្នឹងតាក់ទងនឹងទាហានរឿងទាហានចំនួននោះសួរថាតើទាហាននៅពេលដែលគាត់ចូលរៀនមុនដំបូងគាត់រៀនជំនាញអីគេនៅក្នុងហ្នឹងមានពីរគឺជំនាញវឹកហាត់បាញ់កាំភ្លើងហើយនិងជំហានវឹកហាត់ចលនាដេកដើរឈរអង្គុយចាមានពីរជំរើសហ្នឹងហើយក៏អរគុណមិត្តភ័ក្តិរបស់ខ្ញុំនៅក្នុងបណ្ដាញសង្គមដែលគាត់ជ្រើសរើសចម្លើយថាសំខាន់មេរៀនទី1នោះគឺវឹកហាត់ចលនាដេកដើរឈរអង្គុយចាការជ្រើសរើសនេះពិតជាត្រឹមត្រូវដោយខ្ញុំផ្អែកទៅលើសៀវភៅមួយដែលខ្ញុំបានអានសៀវភៅនោះមានចំណងជើងថា Unstoppable Team ភាសាខ្មែរយើងបកប្រែមកវិញថាជាក្រុមការងារមួយដែលសកម្មមិនអាចឈប់បានន័យថាគាត់មានឆន្ទៈធ្វើកិច្ចការដោយខ្លួនឯងចាអ្នកនិពន្ធបានលើកឡើងរឿងទាហានចាជាទូទៅយើងតែងតែយល់ថាទាហានការងារសំខាន់ដែលគាត់ត្រូវចេះគឺចេះបាញ់កាភ្លើងហ្នឹងហើយប៉ុន្តែជាក់ស្ដែងនៅពេលដែលគេចូលរៀនមុនដំបូងគឺគេផ្ដោតទៅលើការហ្វឹកហាត់ធ្វើចលនាដេកដើរឈរអង្គុយហ្នឹងភាសាអង់គ្លេសគេហៅថា posture ចាអញ្ចឹងអ្នកនិពន្ធបានបកស្រាយថាការដេកដើរឈរអង្គុយនេះជួយបង្ហាញអំពីសក្តានុពលអំណាចហើយនឹងជួយដល់សុខភាពរាងកាយរបស់ទាហានដែរហើយនឹងជួយដល់ភាពរវាសរវើយរបស់ទាហានផងដែរហើយអ្នកនិពន្ធក៏បានលើកទឹកចិត្តថាមនុស្សយើងធម្មតាក៏អាចយកកិច្ចការនេះទៅធ្វើបានដែរចាឆ្លុះបញ្ចាំងជាមួយនឹងកិច្ចការនេះខ្ញុំក៏ទាញយកមកតាក់ទងនឹងវិធីដែលយើងអប់រំកុមារតូចៗចានៅថ្នាក់មត្តេយ្យសិក្សាជាទូទៅពេលដែលយើងយកកូនទៅដាក់មត្តេយ្យខ្ញុំមើលសង្កេតឃើញថាអាណាព្យាបាលគាត់តែងតែរំពឹងទុកថាកូនគាត់ចេះអានឬក៏សរសេរអក្សរចាប៉ុន្តែយោងទៅតាមផុសតាំងជាច្រើនហើយជាក់ស្ដែងដូចនៅក្នុងវីដេអូនេះខ្ញុំលើកយកពីសារមួយដែលខ្ញុំបានអាននៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំប្រទេសសិង្ហបុរីដែលអ្នកជំនាញអប់រំកុមារតូចគេបានលើកឡើងថាការឲ្យកុមារហ្វឹកហាត់នៅលើសញ្ញាកិច្ចការ worksheet ហ្នឹងហើយនឹងព្យាយាមទន្ទិញចងចាំពាក្យឬក៏អក្សរអីហ្នឹងជាលទ្ធផលវាអាចនាំមកនៅផលវិបាកនៅពេលក្រោយជាជាងសម្រាប់បានផលដែលយើងចង់បានចាឆ្លើយតបនឹងបញ្ហានឹងដែរអ្នកជំនាញអប់រំកុមារតូចគាត់បានលើកឡើងថានៅក្នុងវ័យមត្តេយ្យសិក្សាកុមារគួរតែមានឱកាសទី1បានភពប្រសពនឹងសកម្មភាពនានាដែលគាត់អាចវឹកហាត់ចលនាម្រាមដៃរបស់គាត់ដូចជាមានការកាត់ការបត់រូបការបិទរូបចាការគូររូបឬក៏យើងអាចចងចាអីជាដើមហ្នឹងគឺជាឱកាសដែលគាត់បានវឹកហាត់ចលនាម្រាមដៃហើយនឹងមួយទៀតផ្ដល់ឱកាសឲ្យកុមារបានគូសឬក៏ផាត់រូបនៅលើគេហៅផ្ទៃខុសៗគ្នាដូចជានៅលើក្រណាត់នៅលើខ្សាច់នៅលើអង្គឬក៏នៅលើក្រដាសហ្នឹងអាចមានក្រដាសទន់ក្រដាសរឹងអញ្ចឹងទៅដើម្បីឲ្យកុមារបានផ្ដោតអារម្មណ៍ហើយបានពង្រឹងចលនាម្រាមដៃហើយចំណុចទី3សំខាន់ដែរអ្នកនិពន្ធបានលើកឡើងថាអាចលើកទឹកចិត្តឲ្យកុមារបានមើលឃើញអ្វីដែលគាត់និយាយហ្នឹងបំលែងទៅជាតួអក្សរបានចាអញ្ចឹងគាត់បានលើកឡើងអាចប្រើអាត់សំឡេងហើយបកប្រែទៅជាតួអក្សរដែលបច្ចេកវិទ្យានេះយើងអាចធ្វើបាននៅក្នុង Google Translation ប៉ុន្តែបើយើងអត់ចេះទេយើងអាចធ្វើតាមឯងគឺឲ្យកូនយើងនិយាយពាក្យណាមួយទៅហើយពុកម្ដាយសរសេរពាក្យនោះឲ្យគាត់មើលឃើញថាអ្វីដែលគាត់និយាយអាចបំលែងទៅបានទៅជាអក្សរហើយនឹងចំណុចទី4អ្នកនិពន្ធបានលើកអ្នកជំនាញបានលើកទឹកចិត្តឲ្យយើងផ្ដល់ឱកាសបានឲ្យកុមារទៅលេងនៅខាងក្រៅបានប្រើប្រាស់ពាក្យពេចន៍ទំនាក់ទំនងជាមួយអ្នកជុំវិញឬក៏ជាមួយបរិស្ថានខាងក្រៅចាហើយចំណុចទី5គឺសំខាន់ខ្ញុំមើលឃើញថាចំណុចទី5នេះល្អហើយងាយស្រួលអនុវត្តផងដែរពេលយើងទៅផ្សារមិនណាក៏ទៅផ្សារដែរគ្រួសារណាក៏ទៅផ្សារដែរយ៉ាងហោចណាស់ក្នុងមួយអាទិត្យយើងអាចទៅផ្សារ3ដងទៅទិញម្ហូបអាហារអញ្ចឹងនៅពេលដែលយើងទៅជាពិសេសនៅចុងសប្តាហ៍
សូមដល់ឱកាសនាំកូនតូចៗយើងទៅជាមួយហើយឲ្យកូនយើងជាមួយយើងគិតគូរបង្កើតជាតារាងថាយើងទៅផ្សារយើងគួរទិញអីគេយើងគួរទិញអំបិលទិញស្ករទិញអង្ករចាទិញប្រេងខ្យងទិញទឹកស៊ីអ៊ីវអីចឹងទៅហើយកូនយើងអ្នកនិយាយយើងអ្នកសរសេរដើម្បីឲ្យកូនយើងមើលឃើញថាអូអ្វីដែលគាត់និយាយអាចបំលែងទៅជាអក្សរបានហើយពេលទៅដល់ផ្សារយើងមានទម្លាប់ឲ្យកូនយើងស្វែងរករបស់ទាំងអស់នោះតាមរយៈការអានឬក៏ការមើលតួអក្សរឬក៏ពាក្យខ្លីៗចាអញ្ចឹងបង្កើតទម្លាប់ទាំងអស់ហ្នឹងហេតុនេះបើសិនក្នុងនាមខ្ញុំជាគ្រូឬក៏ជាអាណាព្យាបាលកុមារតូចៗនៅកម្រិតមត្តេយ្យសិក្សាខ្ញុំនឹងត្រួតពិនិត្យឡើងវិញរៀងរាល់ថ្ងៃថាតើខ្ញុំបានផ្ដល់ឱកាសទាំងអស់ហ្នឹងទៅឲ្យសិស្សឬក៏កូនខ្ញុំដែរឬទេចាឆែកមើលថាតើគាត់មានឱកាសបានប្រើប្រាស់ម្រាមដៃគាត់ដែរឬទេតាមរយៈការបត់រូបចាឬក៏បត់กระดาษផ្សេងចាបត់កើតជារូបរាងអីមួយតាមរយៈការផាត់ពណ៌គូគំនូរអីផ្សេងហើយនឹងតាមរយៈការច្រៀងចាខ្ញុំនឹងសួរថាកូនខ្ញុំបានច្រៀងឬកុមារសិស្សរបស់ខ្ញុំបានច្រៀងដែរឬទេដើម្បីឲ្យគាត់ទទួលបានភាពក្លាហានក្នុងការប្រស្រ័យតាក់ទងចាសង្ឃឹមថាវីដេអូខ្លីនេះមានប្រជាប្រយោជន៍សម្រាប់គ្រូហើយនិងអាណាព្យាបាលរបស់សិស្សមត្តេយ្យទាំងអស់គ្នាអរគុណ